សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានសំណួរមួយដែលបានពីបងប្អូនយើងម្នាក់គាត់សួរមកខ្ញុំថាតើ liquidity sweep ជាមួយនឹង liquidity run វាពឹងផ្អែកទៅលើការបិទ candle ជា body ឬក៏ជា wick អត់សម្រាប់ខ្ញុំអត់សម្គាល់ទៅលើការបិទ body ជា candle ជា body ឬក៏ជា wick ទេសំខាន់លើយើងមើល reaction របស់សារនៅពេលដែលវាចាក់ទៅដល់ឧទាហរណ៍ថាសារកន្លែងនេះវាបានចាក់ផ្ដាច់ swing នេះតែសួរថាតើការបិទ body របស់គាត់របស់ candle ចេះប្រកាសអត់ថាវាបិទហើយវាឡើងបន្តទៅទៀតចម្លើយវាអាស្រ័យទៅលើការមើលទៅលើពេលវាចាក់ទៅដល់នៅពេលដែលវាចាក់ដល់កន្លែងនេះវាបង្កើតបានអីខ្លះវាបង្កើតបាន AVG 5នាទីតែសួរថាវាបង្កើតអត់ថាវា sweep ឬក៏វា run អញ្ចឹងនៅពេលដែលវាចាក់បានដល់ប៉ុណ្្នឹងអានេះគឺជា swing liquidity ដែលវាចាក់មិញវាអត់ respect ជាមួយនឹង AVG នេះទេអញ្ចឹងនេះ AVG នេះយើងឃើញអញ្ចឹងតបមកវាបែរជាបង្កើត AVG អញ្ចេះវិញ AVG bearish មកវិញណាហើយវាបង្កើតបានជា breaker ឬក៏ CST នេះអញ្ចឹងសួរថាប៉ុណ្ណឹងយើងអាចចាត់ទុកថាវាជា liquidity sweep ឬក៏ liquidity run ខ្ញុំនៅពេលដែលវាបង្កើតបាន AVG អញ្ចេះខ្ញុំអត់ទាន់គិតថាវាជា liquidity sweep ទេនៅពេលដែលវាបង្កើតបានជា CSD អញ្ចេះខ្ញុំអាចនឹងគិតគូរចូលនៅម្ដុំនេះអាហ្នឹងបើសិនបើខ្ញុំចូលតែនេះខ្ញុំគ្រាន់តែចង់បញ្យល់អ្នកនរគ្នាទេអញ្ចឹង liquidity sweep ជាមួយនឹង liquidity run វាមិនប្រកាសថាឲ្យតែមើល candle ទៅបិទជា body ដឹងតែវាជា liquidity run ទេពេលខ្លះវាអាស្រ័យទៅលើការមើល reaction ការបណ្ដេញជាមួយនឹង time frame ហើយអ្នកខ្លះទៀតព្រាននៅក្នុង YouTube ប្រាប់ថាឲ្យតែបិទ body អញ្ចឹងដឹងតែ break of structure ហៅកន្លែងបាយទៅពេលខ្លះក៏វាត្រូវពេលខ្លះក៏វាខុសអញ្ចឹងបាទខ្ញុំប្រាប់ថាការមើល reaction ផ្សារនៅពេលដែលចាក់ដល់តំបន់គឺជារឿងសំខាន់មើលថាផ្សារបង្កើតបានអីគេសម្រាប់យើងទៅមុខទៀតបើសិនជាយើងគ្រាន់តែមើលថាវាចាក់ទៅបង្កើតបាន AVG យើងគិតថាវាជា liquidity run អញ្ចឹងយើងនឹងជាប់តាក់ផ្សារហើយ